23ឆ្នាំជាវ័យដែលមនុស្សគ្រប់គ្នាកំពុងរីករាយជាមួយការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃមានដូចជាការសិក្សានិងការងារដែលខ្លួនស្រឡាញ់ចូលចិត្តតែសម្រាប់នារីម្នាក់នេះបែរជាត្រូវប្រើប្រាស់ជីវិតរស់នៅក្នុងមន្ទីរពេទ្យរហូតដល់ទៅ5ឆ្នាំដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយមុននឹងខ្យល់ដង្ហើមរបស់នាងត្រូវបានដាច់អ្វីដែលនាងសោកស្ដាយបំផុតនោះគឺការមិនអាចបានតាមដានបន្តនៅរឿងប្រឡំលោភដែលនាងចូលចិត្តនៅក្នុងទូរស័ព្ទដៃរបស់នាងហេតុដូចនេះហើយទើបវិញ្ញាណរបស់នាងបានក្លាយជាតួអង្គមួយនៅក្នុងរឿងប្រឡំលោភតែកុំច្រឡំថានាងជាតួឯកសោះអ្វីដែលគួរឲ្យហួសចិត្តនោះគឺនាងបានក្លាយជាតួចិត្តអាក្រក់ទៅវិញសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ Admin ដែលថ្ងៃនេះ Admin នឹងនាំយកនៅរឿងមួយដែលមានចំណងជើងថា The Tyrant's Only Perfumer Admin សូមដាក់ចំណងជើងជាភាសាខ្មែរថាខ្ញុំផលិតទឹកអប់បន្សុទ្ធស្នេហ៍សម្ដេចផ្ដាច់ការរឿងនេះនិយាយអំពីយុវតីមួយរូបបន្ទាប់ពីទទួលមរណភាពដោយសារតែជំងឺមហារីកនាងបានចាប់ជាតិចូលទៅក្នុងពិភពប្រឡោមលោកមួយដើម្បីសង្គ្រោះជីវិតខ្លួនឯងកុំឲ្យស្លាប់ជាលើកទី2តួឯកស្រីមានបេសកកម្មនៅក្នុងការបញ្ចប់ទំនាក់ទំនងរវាងនាងនិងតួឯកប្រុសប៉ុន្តែមើលទៅអបិតួឯកប្រុសហ្នឹងដូចជាមិនព្រមចាប់ជាមួយនាងទេអ្នកទាំងអស់គ្នាអាចស្វែងរកបាននៅគ្រប់រសជាតិទាំងកំប្លែងផ្អែមល្ហែមកំសត់ពីប្រហាអភិនិហាហើយសំខាន់នៅក្នុងរឿងនេះគឺតួអង្គស្អាតខ្លាំងមែនតែមិនថាតួប្រុសមិនថាតួស្រីមិនថាទាំងតួរងសម្រស់មួយគឺចេញមកឆ្វាចខ្លាំងហ្មងអ្នកទាំងអស់គ្នាបើមិនជឿទេអ្នកទាំងអស់គ្នាអាចចាំតាមដានជាមួយនឹង Admin បានឥឡូវកុំអាប់ខាត់ពេលវេលាចូលមកកាន់ការសម្រេចសេចក្ដីរឿងរបស់ Admin ដូចតទៅរឿងខ្ញុំផលិតទឹកអប់បន្សុទ្ធស្នេហ៍សម្ដេចផ្ដាច់ការភាគទី1ដល់ភាគទី5ក្លិនក្រអូបនៃផ្កាកុលាបបានដាក់ឲ្យសុភាពនារីសក់ពណ៌ផ្កាឈូកម្នាក់បានភ្ញាក់ឡើងពីការលង់លក់កែវភ្នែកពណ៌ខៀវប្រដូចផ្ទៃមេឃនាពេលអរុណរវាសមើលវត្ថុជុំវិញខ្លួនអ្នកនាងអេរីភ្ញាក់ហើយមែនទេសំឡេងស្រួយស្រាប់ប្រសាទចូលក្នុងត្រចៀកចំពោះមុខជានារីបម្រើដ៏រំទុំម្នាក់អរុណសួស្ដីអ្នកនាងថ្ងៃនេះអ្នកនាងចង់ងូតទឹកជាមួយនឹងក្លិនអ្វីដែរអ្នកនាងអភិជនចាប់យកសាប៊ូប៉ុន្មានដុំយកមកស្រង់ក្លិនយ៉ាងងប់ងល់បន្ទាប់ពីបាត់បង់ខៀនវិញ្ញាណអស់រយៈពេលជាយូរមានបញ្ហាអ្វីដែរឬអត់អ្នកនាងគ្មានទេខ្ញុំគ្រាន់តែរីករាយជ្រោយជាមួយនឹងក្លិនទាំងនេះប៉ុណ្ណោះសំដីស្រាលប៉ុន្តែបើជាធ្វើឲ្យអ្នកបម្រើរបស់នាងភ័យឡើងស្លេកមកអ្នកនាងអ្នកនាងរបស់ខ្ញុំថ្ងៃនេះអីក៏សុភាពម្លេះលោកអើយតើខ្ញុំបានធ្វើអ្វីខុសមែនទេសូមអភ័យតអ្នកនាងមេត្តាអភ័យតឲ្យនាងខ្ញុំផងនិយាយអីហ្នឹងនាងមានបានធ្វើអីខុសឯណាអ្នកនាងអត់មានខឹងអីទេហ៎អត់ទេបន្តិចក៏អត់ខឹងដែរចប់សិនមុខរបស់ខ្ញុំអ្នកនាងអេរីយកកញ្ចក់មកឲ្យខ្ញុំសក់វែងពណ៌ផ្កាឈូកស្បែកសដូចព្រិលកែវភ្នែកភ្លឺថ្លាខៀវស្រងាត់ដូចផ្ទៃមេឃនាពេលព្រឹកព្រលឹមនាងដូចជានារីម្នាក់ក្នុងប្រឡោមលោកសំណាប់ចិត្តរបស់ខ្ញុំងាប់ហើយអញមុននេះនាងហៅខ្ញុំថាម៉េចអេរី Winston ត្រូវអត់ចាស់នោះគឺជាឈ្មោះរបស់អ្នកនាង Area Winston ជាតួចរណានឈ្លាននេះក្នុងប្រឡោមលោកដែលខ្ញុំបានអានមុននឹងខ្ញុំស្លាប់ខ្ជិលនិយាយច្រើនតួនឹងចេញមកភ្លាមគឺងាប់ផ្លែតនារីម្នាក់នេះមានទេពកោសល្យណាស់ក្នុងការផលិតទឹកអប់ព្រោះនាងអាចផលិតទឹកអប់ចេញពីផ្កាអានិកសៀដែលតួប្រុសត្រូវការបានស៊ីត្រេកបានស្នើសុំឲ្យនាងផលិតទឹកអប់ពីផ្កាអានិកសៀសម្រាប់គេយោងទៅតាមទេពកោសល្យរបស់នាងពិតជាអាចផលិតទឹកអប់សម្រាប់គេបានយ៉ាងជោគជ័យនាងនឹងមិនខ្លាចទៅជាតួចិត្តអាក្រក់នោះទេប្រសិនបើនាងព្រមផ្ដល់ទឹកអប់ទៅឲ្យតួប្រុសតាមស្រួលដែលមិនគំរាមកំហែងគេឲ្យគេនៅក្បែរនាងដើម្បីទទួលបានទឹកអប់ស៊ីត្រេកគ្មានជំរើសក្រៅពីយល់ព្រមនៅពេលដែលនាងកាន់តែទាមទារការស្រឡាញ់ពីតួប្រុសស៊ីត្រេកតែងតែរុញច្រាននាងចេញនៅពេលដែលភាពងប់ងល់របស់នាងមានកាន់តែជ្រាលជ្រៅនាងក៏ចាប់ផ្ដើមព្យាយាមបំពុលតួស្រីដោយទឹកអប់បន្ទាប់មកអំពើអាក្រក់របស់នាងក៏ត្រូវបានរកឃើញហើយនាងក៏ត្រូវបានគេកាត់ទោសប្រហារជីវិតដោយការព្យួរកយ៉ាងឃោរឃៅឆ្ងល់មែនតាតួមកកណោដូចខ្វះតួឯងមកកើតរស់បានប៉ុន្មានថ្ងៃចមើលនេះជាជីវិតទី2របស់ខ្ញុំមិនបណ្ដាឲ្យជីវិតមួយនេះត្រូវស្លាប់ដោយវេទនាទៀតឡើយម្ល៉េះហើយខ្ញុំត្រូវកម្ចាត់ទង់មរណៈនេះចេញពីជីវិតរបស់ខ្ញុំ
ដើម្បីសម្រេចវាបានខ្ញុំត្រូវសម្ដេចពួកយើងបែកគ្នាទៅខ្ញុំត្រូវតែបែកគ្នាជាមួយនឹងតួឯកប្រុស Lady Winston តើនាងបាននិយាយស្អីមុននឹងនាងខ្ញុំសំណូមពរឲ្យពួកយើងបែកគ្នាទំនាក់ទំនងដែលកើតឡើងដោយភាពអាត្មានិយមមួយនេះមិនគួរបន្តទៀតទេណាមួយអារម្មណ៍របស់ខ្ញុំមិនដូចមុនឡើយឈប់សិនកុំបារម្ភនាងខ្ញុំនៅតែបន្តផ្ដល់ទឹកអប់ជាធម្មតាតាមរយៈអ្នកផ្សេងដូចនេះលោកនឹងមិនខ្លាចទៅជាឆ្កែកំបែកក្បាលឡើយឆ្កែកំបែកក្បាលរំបល់យោអើយច្រឡំហើយឈ្មោះគេដែលខ្ញុំធ្លាប់ដាក់ឲ្យពេលអានប្រឡំលុបបាត់ទៅហើយមាត់អើយមាត់សូមអភ័យទោសផងចំពោះការរអិលមាត់របស់នាងខ្ញុំសម្ដេចចូលចិត្តអ្វីដែលមានរបៀបរៀបរយមែនទេយើងក៏មកធ្វើការបែកគ្នាឲ្យដាច់ស្រេចតែម្ដងទៅអញ្ចឹងសម្ដេចឲ្យនាងខ្ញុំសូមអភ័យទោសចំពោះរឿងរ៉ាវដែលកើតឡើងកន្លងមកនេះផងស៊ីត្រិចប្រកាសជាតឹងទ្រូងណាស់ហើយដោយសារតែអេរីឥឡូវនេះខ្ញុំយល់ហើយថាហេតុអ្វីបានជានាងងប់ងល់នឹងស៊ីត្រិចខ្លាំងម្ល៉េះទោះបីជាគេសង្ហាយ៉ាងណាក៏ដោយខ្ញុំមិនចង់ស្លាប់ដើម្បីបានឃើញមុខសង្ហារបស់អាប៉ែនឹងទេដឹងទេបន្ទាប់ពីបែកគ្នាខ្ញុំមិនចាំបាច់ត្រូវជួបមុខរបស់គេទៀតទេមានន័យថាខ្ញុំគ្មានមូលហេតុដែលត្រូវស្លាប់ទៀតឡើយខ្ញុំមានសេរីភាពហើយចុងយៈជាប៉ារបស់អេរីមែនទេសាយ៉ាងសួស្ដីលោកប៉ាកូនឯងទៅជប់សម្ដេចទៀតហើយមែនទេព្រោះតែចរិតមិនចេះខ្មាស់អៀនបែបនេះហើយតើធ្វើឲ្យគេឈ្មោះរបស់ក្រុមគ្រួសារ Winston ត្រូវធ្លាក់ចុះដេឌីអើយខ្ទេចទឹកមាត់និយាយទៅអេរីត្រូវឪជេរឡើងស្ពឹកមុខអ្នកទាំងអស់គ្នាដោយសារគាត់គិតថាកូនគាត់ទៅតោងទាញប្រុសទាំងដែលគេអត់ចាប់អារម្មណ៍កូនគាត់អញ្ចឹងហើយគាត់ថាបើកូនគាត់នៅតែធ្វើចរិតអញ្ចឹងទៀតគាត់មិនដឹងថារកប្តីពីណាមកឲ្យកើតទេដល់អញ្ចឹងទៅអេរីគាត់ក៏ប្រាប់ទៅថាគាត់នឹងសម្ដេចបែកគ្នាឯងកុំឲ្យប៉ាគាត់បារម្ភទៀតអីហើយឪគាត់នឹងក៏ស្ដាច់ឪទៀតអ្នកទាំងអស់គ្នាអត់មានកាន់ជើងកូនអីទេលក្ខណៈថាឪកូនគេដឹងចរិតគ្នាវាល្មមដឹងខ្លួនហើយចរិតខ្លួនឯងចឹងបានសម្ដេចបោះបង់ចោលហើយគេតត់ក្បាលចោលទាំងមូលអញ្ចឹងអត់មានឈឺចាប់អីទេអត់ទេពួកយើងបែកគ្នាដោយសន្តិភាពកូនមិនមែនត្រូវគេតត់ក្បាលចោលទេគឺកូនជាអ្នកសុំសម្ដេចបែកគ្នាមុនកូនឯងប្រងប្រើល្បិចទាក់ទាញ attention មែនស្ដាប់ឪកុំមកកូនបើឪថាកុំកូនឯងកុំខំពេកកូនឈប់ស្រឡាញ់សម្ដេចហើយកូនឯងឈឺមែនរីណាមកនេះមើលមកមើលមីអូនអញក្តៅខ្លួនទេដឹងចាលោកម្ចាស់អ្នកនាងអត់មានក្តៅខ្លួនអីទេប៉ាគាត់ឡើងខ្យល់គោបះជើងជ្រងព្រោះវាមិនសមដែលកូនគាត់ទៅសុំប្រុសបែកគ្នាវ៉ាវកែវភ្នែកពណ៌ផ្ទៃមេឃជះពន្លឺព្រាកពេលបានចូលមកក្នុងបន្ទប់ទឹកអប់របស់កូនស្រីម្ចាស់ផ្ទះបន្ទប់របស់អេរីទាំងធំស្រស់ស្អាតឆើតឆាយនិងពោរពេញទៅដោយភាពប្រណិតគ្រាន់តែហិតទឹកអប់ដែលនាងធ្លាប់ផលិតតែបន្តិចអាចារ្យឡើងចង់ទិនជើងសន្លប់មួយសូនបាត់ទៅហើយនេះគឺដោយសារតែឥទ្ធិពលនៃក្លិនដ៏ទាក់ទាញរបស់វាកាលពីជីវិតមុននាងក៏មានក្តីស្រមៃចង់ក្លាយជាអ្នកផលិតទឹកអប់ដែរហើយនាងខិតខំរៀនយ៉ាងខ្លាំងលើមុខវិជ្ជាគីមីវិទ្យាដោយសារតែនាងជាសិស្សពូកែស្រាប់ការរៀនក៏ដំណើរការទៅដែររលូនរហូតដល់ថ្ងៃមួយដែលនាងធ្លាក់ខ្លួនឈឺដើររើបន្ទប់មួយសន្ទុះអាចារ្យក៏រកឃើញហើយសៀវភៅរូបមន្តទឹកអប់របស់អេរីសៀវភៅនេះពោរពេញទៅដោយរូបមន្តទឹកអប់ដែលអេរីបានរៀបចំឡើងមានដូចជារូបមន្តទឹកអប់ដើម្បីសម្រាប់តួឯកស្រីរូបមន្តទឹកអប់ដាក់ស្នេហ៍តួឯកប្រុសនិងរូបមន្តទឹកអប់សម្រាប់ព្យាបាលជំងឺតួប្រុសជាក្លិនដែលបង្ក្រាបភាពសាហាវព្រៃផ្សៃរបស់គីលក្ខណៈពិសេសនៃទឹកអប់មួយប្រភេទនេះគឺជាទឹកអប់ដែលមានក្លិននៃផ្កាអេណិកសៀជាផ្កាមួយប្រភេទដែលសូម្បីតែខ្សែរាជវង្សក៏ប្រាថ្នាចង់បានសូមអភ័យទោសអ្នកនាងអេរីមានភ្ញៀវមកពីវិមានអេវិនចង់ជួបអ្នកនាងវិមានអេវិនសូមទោសអ្នកនាងអេរីដែលខ្ញុំបាទមករំខានទាំងល្ងាចបែបនេះមិនអីនោះទេលោកស្រោតមកទាំងល្ងាចបែបនេះប្រកាសជាមានមូលហេតុហើយបាទគឺអ្នកនាងជ្រុលរបស់នៅភោជនីយដ្ឋានជីបផ្កាខ្វះអាវរបស់ខ្ញុំទេតាសម្ដេចចង់ប្រកល់ជូនអ្នកនាងវិញសម្ដេចមិនដែលចេះខ្វល់នោះទេថាអ្នកណាភ្លេចអ្វីនោះអរគុណខ្ញុំមិនបានដឹងថាខ្ញុំភ្លេចរបស់នោះទេសម្ដេចពិតជាចិត្តល្អមែន
សម្ដេចមិនប្រកាន់ទេបាទនិយាយអញ្ចឹងអាទិត្យក្រោយនេះនឹងមានកម្មពិធីសម្ពោធនៅសង្កាត់ម៉ាឈីលៀនអ្នកនាងបានទទួលដំណឹងនេះហើយឬនៅបាទគាត់និយាយអញ្ចឹងដោយសារតែគាត់គិតថាអាចារ្យនឹងទៅដើរលេងជាមួយចៅហ្វាយនេះរបស់គាត់អញ្ចឹងណាក៏ប៉ុន្តែដល់ពេលអាចារ្យប្រាប់គាត់ថាគាត់នឹងសម្ដេចបែកគ្នាហើយគ្នាដល់ឡើងភ្ញាក់ព្រោះមនុស្សធ្លាប់តែតោងទាមគេសដូចចៃដល់ពេលទៅសុំគេបែកមុនវាមិនសំណំហើយមើលមកអាចារ្យទៅក៏ដឹងថាគាត់ធុញប៉ុណ្ណាដែរគ្រាន់តែដើរប្រាប់គេថាគាត់ហើយនឹងសម្ដេចនឹងបែកគ្នាជ្រុលជាមកទៅហើយកុំឲ្យខាតអេរីក៏សុំផ្ញើទឹកអប់អេនិកសៀទៅឲ្យតួប្រុសផងជាមួយនឹងពូនឹងនិយាយទៅគាត់ខ្ជិលយកទៅខ្លួនឯងហើយពូគាត់ឡើងផ្អើលមកតង់ទៀតព្រោះធ្លាប់តែអាចារ្យក៏យកទៅឲ្យដែរផ្ទាល់ហើយខ្ញុំហួសចិត្តជាមួយតួស្រីហ្មងអ្នកទាំងអស់គ្នាមិនដឹងថាគាត់កើតគំនុំខឹងស្អប់មួយតួប្រុសយើងតាំងពីពេលណាមកទេអ្នកបំរើគេចេញទៅផុតមិនតាន់នេះគឺគាត់ប្រើឲ្យអ្នកបំរើគាត់យកកតោះអាគាត់ទៅកវត្តចោលឲ្យបាត់ភ្លាមខ្ញុំបាទត្រឡប់មកពីប្រគល់របស់ជូននាងអេរីលវិញហើយមើលទៅអ្នកនាងដូចជាគ្មានសោកស្ដាយនឹងការបែកគ្នាតតែសោះថែមទាំងសប្បាយចិត្តធូរទ្រូងទៀតផងគាត់ទំនងជាចង់បែកគ្នាមែនហើយបាទនាងពិតជាមិនស្ដាយក្រោយមែនឬបាទខ្ញុំគិតថាគាត់ពិតជាចង់បញ្ចប់ទំនាក់ទំនងនេះយ៉ាងពិតប្រាកដសម្ដេចសង្ហាញញឹមលាក់កំនួយវាគឺជាទំនាក់ទំនងដែលនាងបង្កើតហើយនាងក៏បញ្ចប់ទៅវិញដោយងាយៗបែបនេះមែនទេ Ariel Winston ដែលខ្ញុំបានជួបនៅថ្ងៃនេះពិតជាចម្លែកណាស់នាងមិនមានភាពខ្នក់ចិត្តចំពោះភាពយឺតយ៉ាវរបស់ខ្ញុំនៅថ្ងៃនេះឡើយក្រសែភ្នែករបស់នាងដែលសម្លឹងមើលមកខ្ញុំទៀតសោតក៏រលត់បាត់អស់ក្តីរំពឹងដែលតែងតែមានកន្លងមកតើនាងជា Ariel Winston មែនឬអត់មនុស្សស្រីដែលបានបង្ខំមកខ្ញុំនៅក្បែរនាងរហូតដល់ទៅ1ឆ្នាំច្បាស់ជាមានមូលហេតុពិសេសដែលធ្វើឲ្យនាងចង់បែកគ្នាហើយតិចថាអេដមីនរោគចិត្តទៅមើលខ្លួនឯងសម្ដេចស៊ីស៊ីសាហាវសម្ដេចតើមានរឿងអ្វីកើតឡើងនៅថ្ងៃនេះយើងទៅយឺតប្រហែល10នាទីមិនថ្មីទេជារឿងល្អសម្រាប់សម្ដេចមិនអញ្ចឹងឬរឿងល្អសម្ដេចមិនមានអារម្មណ៍ចំពោះអ្នកនាងទេប៉ុន្តែនាងនៅតែបន្តផ្ដល់ទឹកអប់មកជូនសម្ដេចជារឿយៗអេនិកសៀជាអាវុធសម្ងាត់របស់ស្រីម្នាក់នោះនាងប្រុងនឹងលេងល្បិចស្អីទៀតអញ្ចេះសម្ដេចកុំគិតច្រើនឲ្យស្មុគស្មាញអីប្រហែលជាអ្នកនាងពិតជាអស់ចិត្តស្រឡាញ់សម្ដេចមែនហើយអស់ចិត្តស្រឡាញ់យើងមិនដឹងថាហេតុអ្វីបានជានាងផ្លាស់ប្ដូរភ្លាមបែបនេះនោះទេប៉ុន្តែក្នុងស្ថានភាពនេះយើងក៏គ្មានអ្វីត្រូវខាតបង់ដែរប៉ុន្តែហេតុអីយើងមានអារម្មណ៍ថាមិនស្រណុកក្នុងខ្លួនសោះនេះក្នុងបន្ទប់ទឹកអប់អ្នកនាងអភិជនកំពុងសំងំមានក្តីសុខជាមួយនឹងការផ្សំក្លិនរបស់នាងក្លិនក្រអូបស្រទន់នៃផ្កា Lavender ក្លិនត្រជាក់ស្រស់ស្រាយនៃផ្លែក្រូចច្របាច់និងក្លិនដ៏មានមន្តស្នេហ៍នៃផ្កាកុលាបដែលបានរីក4ថ្ងៃល្មមដែលខ្ញុំបានសំងំនៅក្នុងបន្ទប់ទឹកអប់ដើម្បីសិក្សាអំពីសៀវភៅដែលបានរកឃើញនេះក្លិនដែលអាចព្យាបាលរបួសផ្នែកខាងក្នុងក្លិនដែលអាចទាក់ទាញអារម្មណ៍របស់មនុស្សប្រហែលនេះគឺជាពិភពដែលមានថាមពលវិញ្ញាណនិងវេទមន្តហើយខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាអ្នកលេងវេទមន្តម្នាក់ដែរវត្ថុបំណងនៃការផលិតទឹកអប់មួយនេះគឺដើម្បីបន្សាបភាពនឿយហត់ដែលគ្រាន់តែបាញ់មួយឈីតគឺគ្រប់គ្រាន់អ្វីនឹងអ្នកនាងអាចខ្ញុំសាកល្បងផងបានទេប្រកាសហើយឯងជួយការងារខ្ញុំបានច្រើនណាស់ដើម្បីផលិតទឹកអប់មួយនេះមិនអញ្ចឹងទេអ្នកនាងខ្ញុំគ្រាន់តែជួយកិនស្រទាប់ផ្កាទេតាខ្ញុំចូលចិត្តក្លិនរបស់វាណាអ្នកនាងខ្ញុំស្រាប់តែមានកម្លាំងព្រឹសតែម្ដងខ្ញុំពិតជាមិនអាចគ្រប់គ្រងខ្លួនឯងបានទេរីណាខ្ញុំត្រូវទៅធ្វើការសិនអ្នកនាងអេរីលខ្ញុំត្រូវការគ្រឿងផ្សំបន្ថែមពួកយើងអស់គ្រឿងផ្សំហើយតើពួកយើងអាចទៅរកទិញនៅទីណាទៅអ្នកនាងតែងតែទៅសង្កាត់ស៊ីណុនដើម្បីទិញគ្រឿងផ្សំតែផ្ទាល់ល្អអញ្ចឹងតើទៅវ៉ាវនេះឬសង្កាត់ស៊ីណុនអ្នកនាងសូមអញ្ជើញផ្លូវនេះព្រះអើយអ្នកនាងអេរីលអ្នកគិតថាផ្កាទាំងអស់នឹងគ្រប់គ្រាន់ហើយមែនទេសម្រែពេកទេដឹងដែលគិតចង់យកពួកវាទៅទាក់ទាញសម្ដេចស៊ីត្រេកហើយចុះវាកើតរំបល់កាត់អីជាមួយពួកកញ្ញាទាំងអស់នេះគិតទៅមនុស្សដែលធ្លាប់ធ្វើអាក្រក់គ្រាន់តែចង់កែខ្លួនក៏ពិបាកដែរ
ខុសមែនទេដែលគ្រាន់តែធ្វើរឿងធម្មតាសោះក៏មានអ្នកចោទបែបនេះបែបនោះណែខ្ញុំដូចជាបានលើមកថានាងត្រូវសម្ដេចទុកចោលនៅថ្ងៃណាត់ជួបទៀតហើយមែនទេប៉ុន្តែនាងគូតែយល់ហើយថាសម្ដេចរវល់ប៉ុណ្ណាអាយ៉ាមកលอกលុយអាខ្ញុំទេតើខ្ញុំដឹងថាពួកអ្នកនាងកំពុងតែបារម្ភខ្លាចថាខ្ញុំនឹងត្រូវឈឺចាប់ត្រូវទេអរគុណហើយណាការពិតទៅពួកអ្នកនាងមិនបាច់បារម្ភពីខ្ញុំទៀតទេសម្ដេចនឹងខ្ញុំបានបែកគ្នាហើយព្រះជាម្ចាស់មានន័យថានៅទីបំផុតនាងក៏ត្រូវបានសម្ដេចបោះបង់ចោលអញ្ចឹងឬអ្នកនាង Winston កំសត់សម្ដេចឯកចិត្តខ្មែរយ៉ាងនេះប៉ុន្តែកុំបារម្ភអីសុភាពនារីនៅក្មេងហើយស្អាតដូចអ្នកនាងខ្ញុំច្បាស់ថានឹងអាចរកអ្នកថ្មីបានឆាប់មិនខានហើយខ្ញុំក៏ឆ្ងល់ដែរថាតើអ្នកណានឹងអាចទទួលយកនារីដែលត្រូវបានគេទាត់ចោលដោយសារតែពូកែតោងទីមនុស្សប្រុសម្នាក់រហូតដល់ទៅ1ឆ្នាំនោះអ្នកនាងអេរៀលមិនបានខឹងតែបើជាកំពុងតែបង្ហាញស្នាមញញឹមយ៉ាងផ្អែមបប៉ាអេដមីនវិញbịជើងញុកមាត់អីយីមែនបានមកផ្អែមល្ហែមអីទេថាលេងហ្នឹងណាអេដមីនឆ្លុះគ្នាមិនដែរឈ្នះពីណាគេផងនាងខ្ញុំគិតថាអ្វីដែលអ្នកនាងនិយាយនេះដូចជាមកផ្ដល់ការគោរពដល់សម្ដេចសោះវាមិនចម្លែកទេដែលបុរសនិងនារីពេញវ័យតែងតែបង្កើតទំនាក់ទំនងហើយក៏បែកគ្នាតែអ្នកនាងកំពុងតែនិយាយថាគ្មានអ្នកណាហ៊ានទទួលយកសម្ដេចដោយសារតែត្រូវបានខ្ញុំបោះបង់ចោលឬស្អីគេនាងជាអ្នកសុំសម្ដេចបែកគ្នាឬនាងមិនគួរប្រឌិតរឿងមិនសមហេតុផលព្រោះតែនាងបារម្ភពីថ្ងៃរៀបការនៅថ្ងៃមុខនោះទេមិនថ្មីទេបើអ្នកនាងមិនចង់ជឿជាក់ខ្ញុំប្រសិនបើអ្នកនាងបារម្ភពីបញ្ហារៀបការរបស់នាងខ្ញុំមែននោះតើអ្នកនាងអាចណែនាំលោកម្ចាស់វ័យក្មេងណាម្នាក់ឲ្យខ្ញុំបានទេផ្ទុយពីមនុស្សប្រុសដែលមានទម្រង់មុខមាំម៉ឺងម៉ាត់ដូចសម្ដេចខ្ញុំចូលចិត្តមនុស្សប្រុសដែលមានមុខមាត់គួរឲ្យស្រឡាញ់ច្រើនជាងលក្ខណៈបែបខ្ជុតខ្ជុតនោះអីមនុស្សប្រុសដែលមានទឹកចិត្តល្អហើយតែងតែសម្លឹងមកកាន់ខ្ញុំតែម្នាក់ប្រៀបដូចជាកូនឆ្កែដ៏ស្មោះត្រង់អ្នកនាងមានស្គាល់ទេតើស្គាល់លោកម្ចាស់ម្នាក់នោះទេបើស្គាល់កុំភ្លេចណែនាំមកកាន់នាងខ្ញុំផងណាអ្នកនាងកំពុងលេងសើចជាមួយខ្ញុំឬ Lady Ariel អត់ទេខ្ញុំគ្រាន់តែសុំមកជួយផ្សំផ្គុំដៃគូបន្តិចប៉ុណ្ណោះខ្ញុំនឹងចងចាំទុក Lady Ariel អស់ពួកយើងសម្បត្តិត្រឹមពួកមនុស្សក្នុងសង្គមកម្រិតនេះអីខ្ញុំគ្មានអីត្រូវបារម្ភទៀតទេសម្ដេចបញ្ញាមកពីអ្នកនាង Ariel មកដល់ហើយបាទនាងពិតជាគោរពពាក្យសន្យាពិតមែន Ariel Winston កន្លែងនេះតួឯងនឹងជំនួយការរបស់គាត់ឡើងខ្ជូតអ្នកទាំងអស់គ្នាពួកគាត់ប្រកែកគ្នារឿងទឹកអប់ដោយសារតែ Ariel គាត់ធ្លាប់ផ្ញើទឹកអប់ NXC คล้ายៗឲ្យតួប្រុសអញ្ចឹងទៅកូនចៅគាត់សុំតេស្តសិនដើម្បីកុំឲ្យជាប់អន្ទាក់តួស្រីទៀតប៉ុន្តែសម្ដេច say no គាត់អត់មានព្រឺជាមួយនឹងទឹកអប់ភ្ជាប់ស្នេហ៍របស់ Ariel ទេព្រោះអីទឹកអប់ដែលផ្ញើមកហ្នឹងវាអត់ដែលមានប្រសិទ្ធភាពទៅលើគាត់ដែរក្រៅពីទឹកអប់NXC ដែលមានប្រសិទ្ធភាពព្យាបាលជំងឺរបស់គាត់ហើយគាត់ក៏លួចសរសើរដែរថាតួស្រីមានសមត្ថភាពខ្លាំងនៅក្នុងការផលិតទឹកអប់ព្រោះអីក្រៅពីតួស្រីគឺអត់មានអ្នកណាគេអាចផលិតទឹកអប់សម្រាប់តួប្រុសបានទេប្រអប់នេះមាន2ថតទឹកអប់មួយដបទៀតគឺមានប្រសិទ្ធភាពបន្សាបភាពនឿយហត់នាងខ្ញុំសង្ឃឹមថាវាអាចជួយសម្ដេចបានខ្លះតែជាអន្តិទេដឹងប្រសិនបើនាងបោះបង់គំនិតអាក្រក់មែននាងមិនគួរធ្វើរឿងឲ្យយើងមានការសង្ស័យនោះទេយើងចង់សាកបន្តិចដូចជាគ្មានស្អីផងហាសម្ដេចធ្វើអីនឹងបាទទឹកអប់គេនេះអធិពលមិនធម្មតាបាញ់តែមួយឈិតសោះប្រូជំនួយការឡើងដល់ថ្នាក់យល់សពទាំងថ្ងៃស្រមៃដល់ចំការក្រូចដេករនោករនាលពេញស្មៅគ្រាន់តែដឹងខ្លួនភ្លាមមានអារម្មណ៍ធ្វើការផ្លេតមុននឹងទៅគាត់ឆ្លៀតនិយាយទៀតថាជីវិតគាត់មិនដែលមានអារម្មណ៍ល្អដូចពេលនេះឡើយដូចបានឡើងឋានសួគ៌អញ្ចឹងយីហើយទឹកអប់នេះនៅខ្មែរមានលក់អត់ណាអេដមីនចង់ទិញយកមកបាញ់ដេញខ្ជិលចេញនេះអេដមីនរងអីខ្ជិលសាហាវប្រៃផ្សាយហ្មងមួយថ្ងៃចង់តែដេកអត់ធ្វើការងារអីតាតែយោងទៅតាមជីវភាពមិនអាចធ្វើអញ្ចឹងបានទេតែអត់ប្រឹងរៀនអត់ប្រឹងធ្វើការទេគឺដឹងតែដាច់បាយហ្មងអ្នកនាងអេរៀលសូមអញ្ជើញចុះទៅបន្ទប់ទទួលទានអាហារពេលល្ងាចលោកម្ចាស់កំពុងរងចាំនៅទីនោះអង្គុយចុះទៅប៉ាមានការនិយាយជាមួយកូនចាលោកប៉ាអេរៀលកូនគួរទៅដល់វ័យរៀបការហើយរៀបការ